បាទសួស្តីលោកលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តរបស់ធុបព្រីជាទីមេត្រីបាទថ្ងៃនេះធុបព្រីយើងខ្ញុំបានដកស្រង់នៅខ្សែភាពយន្តភាគចិនមួយរឿងក្រោមចំណងជើងថាអ្នកចម្បាំងក៏ក្រៅប្រតិពីបាទនេះគឺខ្សែភាពយន្តបុរាណចិនល្អមួយពិសេសខ្លាំងមែនទែនតែម្ដងបាទបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ទស្សនានៅខ្សែភាពយន្តដ៏ល្អឯកនេះបាទកុំភ្លេចចុចនៅ link ខាងក្រោមនៃវីដេអូយើងនេះផ្ទាល់ឬបងប្អូនអាចចូលទៅកាន់ website របស់ធុបព្រីក៏បានដែរដើម្បីចូលទៅកាន់ website របស់ធុបព្រីមិនបាត់ទេបងប្អូនគ្រាន់តែបើកលើ browser នៅមួយក្នុងទូរស័ព្ទដៃឬកុំព្យូទ័របងប្អូនហើយយើង search ពាក្យថា thupri.net អូខេឥឡូវនេះចាប់ផ្ដើមចូលមកដល់បាទ Google ហើយយើង search តែម្ដងមក TUBEFOEE.NET Interpol តែម្ដងតាមទៀតបងប្អូនចូលទៅលើពាក្យថា Thupri បាទអូខេឥឡូវនេះបងប្អូនចូលមកដល់ home page របស់ Thupri ហើយបងប្អូនឃើញថាមានខ្សែភាពយន្តជាច្រើនចម្រុះតែម្ដងបាទមិនថាថៃខ្មែរចិនកូរ៉េទេបាទបងប្អូនអាចចុចមើលបានតែម្ដងបាទថ្ងៃនេះបងប្អូនចង់ទស្សនានៅខ្សែភាពយន្តភាគចិនមកកុំភ្លេចចុចទៅលើពាក្យថា Chinese បាទបន្តមកទៀតយើងជ្រើសរើសយករឿងយើងនេះអូខេអ្នកចម្បាំងកក្រាបបទទី2នៅទំព័រទី1តែម្ដងបាទរឿងនេះផងដែរយើងមានពីភាគ1ដល់ភាគទី33ហើយបងប្អូនពិតជាល្អមើលខ្លាំងណាស់បាទសម្រាប់បងប្អូនដែលនិយមទស្សនាតាមរយៈទូរស័ព្ទដៃបាទនៅពេលដែលបងប្អូនចូលមកមានតម្រងបែបនេះបាទមិនបាក់ទេបងប្អូនគ្រាន់តែចុចទៅលើ menu tray 3ដងខាងស្ដាំដៃខាងលើគេហើយយកពាក្យថា Chinese បន្តមកទៀតបងប្អូននឹងឃើញរឿងយើងនៅទំព័រទី1តែម្ដងបាទតែបើសិនជាបងប្អូនចូលមកមិនឃើញរឿងយើងនៅទំព័រទី1ទេបាទបងប្អូនក៏អាច search បានផងដែរបាទជាមួយនឹង Thupri ខ្ញុំមិនបាក់ទេបងប្អូន search តែពាក្យណាដែលងាយស្រួលទៅបានហើយអូខេតើយើងចាប់ដើម search បាទអ្នកចម្បាំងក៏ក្រៅពតពីបងប្អូនចុចលើប្រអប់ search ខាងលើវាពាក្យថាអ្នកចម្បាំងបាទ N E A K បាទដកឃ្លាមក C H A M បាទតែប៉ុណ្្នឹងទៅបានទេអូខេតោះបាទ easy មែនទែនបាទនៅណាទេបាទនេះនៅខាងក្រោមនេះម្ដងជាមួយបងប្អូនដែលប្រើប្រាស់តាមរយៈកុំព្យូទ័រក៏អាច search បានផងដែរដែលចុចលើប្រអប់ search ខាងលើបាទខាងតាមដៃហ្នឹងវាពាក្យថា N E A K ដកឃ្លាបាទ C H A M បាទ B បាទតែប៉ុណ្្នឹងទៅបានហើយបាទការ search ជាមួយនឹង Thupri មិនច្បាច់វាពេញទេបងប្អូនបាទនេះចេញតែម្ដងបាទអរគុណច្រើនសម្រាប់បងប្អូនដែលគ្រប់គ្រង Thupri យើងខ្ញុំកុំភ្លេចជួយ join group Telegram យើងខ្ញុំមួយផងដើម្បីទទួលបានសារយន្តថ្មីមុនគេបង្អស់បាទកន្លែង click here load plate ផ្លោតនេះតែម្ដងនិង share ទៅតាមបណ្ដាញសង្គមនានាផងដែរបើសិនបងប្អូនមានចម្ងល់មានសំណួរពោលផ្សេងៗអាច comment នៅក្រោមវីដេអូក្នុង YouTube យើងនេះបន្តបានឬ comment តាមរយៈ Facebook page ក៏បានដែរបាទអរគុណច្រើន